មានត្រីសាម៉ុនបងប្អូនសាកមកធ្វើភ្លាត្រីសាម៉ុនម្ដងមើលលឿនហើយឆ្ងាញ់ថែមទៀតហើយបងប្អូនយកគ្រឿងទាំងអស់នេះមកបុកឲ្យម៉ត់ហើយខ្ញុំមានក្រូចឆ្មានៅតាមចំនួនខាងលើនេះយកមកច្របាច់ជាមួយនឹងប៊ីចេងកូររហូតដល់ឡើងល្បាយសបន្ទាប់មកបងប្អូនយកគ្រឿងដែលបានបុកហ្នឹងយកមកដាក់ជាមួយនឹងទឹកក្រូចឆ្មាដែលយើងបានកូរវាឲ្យឡើងសទឹកត្រីនេះខ្ញុំអត់ប្រើទឹកត្រីទេខ្ញុំប្រើអំបិលជំនួសដោយសារខ្ញុំឃើញបងប្អូនគាត់ចែករំលែកនៅលើបណ្ដាញសង្គមក៏សាកល្បងធ្វើគឺឆ្ងាញ់ពិតមែនហើយបន្លែខ្ញុំមានស្លឹកកធុំទេត្រីសាម៉ុននេះប្រហែលជាកន្លះគីឡូខ្ញុំជៀសវាឲ្យស្ដើងដើម្បីយើងញ៉ាំជាមួយនឹងទឹកត្រីទៅវាចូលជាតិបានល្អហើយខ្ញុំបន្ថែមជាមួយនឹងខ្ទឹមបារាំងជាមួយនឹងតសក់នេះគឺខ្ញុំអត់យកគ្រាប់ទេចាអញ្ចឹងទឹកត្រីដែលយើងភ្លក់មើលថាឆ្ងាញ់ហើយក៏យកមកស្រូបពីលើហើយបងប្អូនច្បល់វារហូតទាល់តែទន់បន្លែរួចបងប្អូនយកទៅក្លាសេក្នុងទូទឹកកកចាមីនុយនេះគឺលឿនហើយធានាថានឹងឆ្ងាញ់ជាប់មាត់ទំនេរបងប្អូនសាកល្បងធ្វើម្ដងទៅអរគុណច្រើន